បាទជំរាបសួរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនឃើញមកជួរខាងស្ដាំដៃខ្ញុំបាទនេះគឺខ្ញុំបាទគឺមកជួរផ្ទះរបស់ខ្ញុំបាទហើយថ្ងៃនេះដែរអរុនសុស្ដីពុកម៉ែបងប្អូនបាទគឺខ្ញុំបាទអត់បានតន់ទៅធ្វើការទេព្រោះស្អែកទៅខ្ញុំបាទទៅធ្វើការបាទហើយពុកម៉ែបងប្អូនមិញហ្នឹងខ្ញុំបានផ្សាយបន្តផ្ទាល់តែខ្ញុំខ្លាចទៅខាងក្រុមហ៊ុន Facebook គឺគាត់ការផ្សាយបន្តផ្ទាល់នេះខែ6មិនដឹងថាថ្ងៃទីប្រហែលនេះគឺគេលុបចោលនៅការផ្សាយបន្តផ្ទាល់របស់យើងហើយបាទហើយមិនដឹងថាថ្ងៃណាគេក្រុមហ៊ុន Facebook គេឲ្យយើងផ្សាយបន្តផ្ទាល់ដូចជា live ហ្នឹងឡើងវិញទេបាទអញ្ចឹងខ្ញុំខ្លាចវាមិនជាប់មិនអីខ្ញុំផ្សាយបន្តផ្ទាល់មិញហ្នឹងរួចហើយបាទសំទោសដោយនៅតំបន់របស់ខ្ញុំបាទនេះបាទដែលមានពុកម៉ែបងប្អូនមួយចំនួនគាត់ចង់ឲ្យគាត់ comment មកគាត់ចង់ឲ្យខ្ញុំហ្នឹងទៅធ្វើវីដេអូថតនៅឯផ្ទះ suburb របស់ខ្ញុំបាទនឹងជូនគាត់មើលបាទអញ្ចឹងឥឡូវហើយខ្ញុំបានថតជូនឲ្យគាត់ហើយពេលដែលខ្ញុំដើរម្ដងណាក៏ខ្ញុំចង់ថតនៅផ្ទះមួយដែលគេដាក់លក់បាទពុកម៉ែបងប្អូនហើយបើផ្ទះដែលគេដាក់លក់ហ្នឹងគឺនៅខាងឆ្វេងដៃផ្ទះរបស់ខ្ញុំបាទអញ្ចឹងបងប្អូនណាឃើញនៅខាងក្រោយខ្ញុំនេះគឺជាផ្ទះគឺជាផ្ទះដែលគេម្ចាស់គេដាក់លក់បាទលក់នៅក្នុងកាលពីមុនខ្ញុំធ្លាប់មកសួរគាត់ម្ដងដែរបាទគាត់ជាជនជាតិចិនជា owner ហើយកាលនេះខ្ញុំមកសួរគាត់លក់នៅគាត់ចង់បានខ្ញុំសួរគាត់ថាលក់តម្លៃប្រមាណគាត់ចង់បាននៅក្នុងតម្លៃប្រហែលជា2លាន2សែនបាទឥឡូវនេះគាត់បានមកដាក់ auction អញ្ចឹងតើមើលទាំងអស់គ្នាបាទព្រោះអីខ្ញុំបានដឹងខ្លះដែរពុកម៉ែបងប្អូនបាទហើយបើខ្ញុំដើរពីហ្នឹងទៅផ្ទះហ្នឹងវានៅខាងស្ដាំដៃបើខ្ញុំដើរពីផ្ទះខ្ញុំមកវិញផ្ទះហ្នឹងវានៅខាងឆ្វេងដៃអញ្ចឹងបើតាមខ្ញុំគិតទៅផ្ទះគាត់ដាក់លក់នេះគឺវាអត់ចំ corner ទេបាទ corner បន្តិចហើយវាចូលនឹងផ្លូវចូលទៅផ្លូវផ្ទះមួយទៀតបាទពុកម៉ែបងប្អូនឥឡូវយើងមកអាគិទៅប្រទេសអូស្ត្រាលីគេទលំទលាយណាបាទពុកម៉ែបងប្អូនបាទផ្ទះឥឡូវខ្ញុំដឹងត្រួសខ្ញុំប្រាប់ពុកម៉ែបងប្អូនត្រួសផ្ទះនេះគឺផ្ទះលេខ1បាទផ្ទះលេខ1ហើយពុកម៉ែបងប្អូនឃើញហើយគេដាក់លក់ផ្ទះនេះគឺគេយកreal estate មិនមែននៅក្នុង suburb ខ្ញុំទេបាទហើយឥឡូវនេះផ្ទះនេះគឺគេដាក់auction ពុកម៉ែបងប្អូនឃើញហើយគេ auction ហ្នឹងបាទពុកម៉ែបងប្អូនគឺគេ auction នៅថ្ងៃសៅរ៍ទី24ខែ5ឆ្នាំ2025ម៉ោង3កន្លះល្ងាចបាទហេតុអីក៏ប្រទេសអូស្ត្រាលីពេលដែលគេ auction ពេលគេ open house ឲ្យយើងមើលគេតែងតែដាក់ថ្ងៃសៅរ៍ដោយសារថ្ងៃសៅរ៍គឺជាថ្ងៃដែលគេឈប់សម្រាកពីការងារច្រើនអញ្ចឹងគឺគេមកបើក open house ឲ្យយើងមើលនៅថ្ងៃសៅរ៍យើងចង់ថតចង់អីជាលក្ខណៈវីដេអូចង់ផុសចង់អីជារឿងពុកម៉ែបងប្អូនស្រុកគេនេះគឺគេទលំទលាយណាគេឲ្យបើកយើងនិយាយមកស្រឡាញ់បាទឥឡូវខ្ញុំរៀបរាប់ត្រួសទៅបាទផ្ទះហ្នឹងខ្ញុំអត់បានចូលទៅមើលទេតែគាត់ហៅខ្ញុំចូលទៅមើលដែរតែខ្ញុំអត់បានចូលទៅមើលខ្ញុំគាត់ណាបាននិយាយជាមួយទៅ owner ហើយខ្ញុំបានសួរតម្លៃដែលគាត់ចង់លក់ដែលគាត់ថាចង់លក់គាត់ចង់បានតម្លៃ2លាន2សែនលុយអូស្ត្រាលីមិនដឹងជាលុយអាមេរិកប្រហែលខ្ញុំមិនដឹងណាឥឡូវខ្ញុំនិយាយត្រួសទៅបាទផ្ទះគាត់នេះគឺមានបន្ទប់ដេកហ្នឹងហើយមានបន្ទប់ដេកនេះគឺមាន6ហើយបន្ទប់ទឹកបាទបន្ទប់ទឹកមាន3ហើយកន្លែងចតឡានខាបថាគឺមាន7បាទហើយផ្ទះហ្នឹងបើតាមខ្ញុំមើលទៅគឺគេដាក់រូបចឹងagent គេថតហើយបាទអញ្ចឹងផ្ទះគាត់អត់មានក្រាលឥដ្ឋលាយជាមួយនឹង timber បាទអូខេពុកម៉ែបងប្អូនអញ្ចឹងខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនពីការលក់ផ្ទះប៉ុណ្ណឹងហើយមានពុកម៉ែបងប្អូនជាច្រើនបាទ
ហើយសុំទៅបាទផ្ទះមួយនេះគឺជាផ្ទះជនជាតិខ្មែរយើងបាទមានពុកម៉ែបងប្អូនជាច្រើនដែលគាត់នៅក្នុងគាត់ខមមិនមកខ្ញុំគាត់បានឲ្យខ្ញុំហ្នឹងជួយធ្វើវីដេអូពីការថតពីផ្ទះកន្លែងសັບកន្លែងតំបន់ដែលខ្ញុំរស់នៅបាទឲ្យពួកគាត់មើលផងបាទអញ្ចឹងពុកម៉ែបងប្អូនបាទពីមុនដែលខ្ញុំផ្សាយបន្តផ្ទាល់អានេះគឺគេហៅផ្ទះមកជួបផ្ទះរបស់ខ្ញុំបាទដោយសារវារៀងវែងអញ្ចឹងខ្ញុំសុំ slash ប៉ុណ្ណឹងខ្ញុំថតមួយទៀតជូនពុកម៉ែបងប្អូន